ក្នុងការកន្លងទៅហើយមានមនុស្ស2នាក់ជាប្តីប្រពន្ធថ្ងៃមួយប្តីចេញទៅរកអន្ទង់ដើម្បីធ្វើជាអាហារប្តីរកបានអន្ទង់មួយមកប្រគល់ឲ្យប្រពន្ធហើយប្រាប់ឲ្យយកទៅស្លប្រពន្ធឆ្លើយថាចុះអន្ទង់នេះវិញម្លឹងបានឆ្នាំងវិញឯណាមកស្ងោអន្ទង់នេះបានប្តីលឺហើយនឹកថាប្រពន្ធខ្លួនល្ងងណាស់ក៏ប្រាប់ទៅប្រពន្ធបើឯងរកឆ្នាំងវិញពុំបានទេឯងយកអន្ទង់នេះទៅព្យួរទុកទៅប្រពន្ធក៏យកអន្ទង់នេះទៅព្យួរទុកហើយក៏គេចទៅបំរើកូននៅក្នុងមុងប្តីយកអន្ទង់នោះមកកាប់ចិញ្ច្រាំហើយយកឆ្នាំងមកដាក់ស្លកកូរលុះឆ្អិនគាត់ដួសរួចហៅប្រពន្ធមកស៊ីរួចលាងចានទុកតែសម្លអន្ទង់នោះនៅសល់បាត់ឆ្នាំងបន្តិចបន្តួចប្តីមិនបានលាងឆ្នាំងនោះទេហើយក៏ចេញទៅព្យួរស្រែបាត់ទៅឯប្រពន្ធដឹងថាប្តីចេញទៅបាត់នឹកដល់សម្លឆ្ងាញ់ក៏ស្ទុះក្រោកឡើងទៅយកឆ្នាំងនោះមកលិតនាងនោះខំលិតណាស់ទៅក្បាលនាងចូលទៅក្នុងឆ្នាំងគ្របជាប់ពីលើមិនដឹងធ្វើដូចម្ដេចនឹងយកឆ្នាំងចេញបានក៏វាទៅពួនក្នុងមុងលុះប្តីត្រឡប់មកពីព្យួរស្រែវិញរកប្រពន្ធមិនឃើញក៏ស្រែកហៅស្រាប់តែឮសំឡេងឆ្លើយរៀងកងួវល់គាត់ក៏នឹកសង្ស័យក៏ចូលទៅបើកមុងមើលឃើញប្រពន្ធជាប់ក្បាលនៅក្នុងឆ្នាំងគាត់យកបងវាឆ្នាំងនោះបំបែកប្រពន្ធលន់មាត់ស្រែកហាអញពួននឹងគាត់ឯងសោះប្តីនឹកឃើញអស់សំណាចក៏ដើរចេញទៅ